KA កូប្រាក់បានបង្ហោះចំដែលតាក់ទងទៅនឹងមួយរូបភាពអបជាប់ជាមួយនឹងអ្នកនាងមីសុកសុភាដោយសរសេររៀបរាប់យ៉ាងដូចនេះនៅខាងក្រោម caption តែម្ដងខ្ញុំបាទសូមអនុញ្ញាតគោរពជំរាបសួរទៅដល់បងប្អូនដែលនិយមតាមដានវិស័យព័ត៌មានគុណខ្មែរក៏ដូចជាព័ត៌មានទូទៅនៅក្នុងបណ្ដាញសង្គមផងដែរខ្ញុំបាទនាំមកជួននៅដំណឹងថ្មីដែលតាក់ទងទៅនឹងបងស្រីមីសុកសុភាដែលជាកម្ពុជាតារាចម្រៀងស្រីដ៏ឆ្នើមប្រចាំបរិយាកាសកម្ពុជាយើងហើយនៅពេលនេះគឺបានដោយសារតែមានរឿងរ៉ាវជាច្រើនធ្វើឲ្យតារាដែលស្គាល់បងស្រីក៏បានចេញមកបានបង្ហោះនៅសំណេរចាក់ដោតអារម្មណ៍ផ្ទាល់ខ្លួនក៏ដូចជាសារលើកទឹកចិត្តទៅដល់បងស្រីជាច្រើនផងដែរហើយនៅពេលនេះគឺខ្ញុំសូមអានសំណេររបស់ Marie KH កូប្រាក់ដែលជាអ្នកធ្វើ content ដល់ល្បីឈ្មោះហើយក៏ជា idol របស់ admin ផងដែរអញ្ចឹងក៏បានសរសេរចំថា10ឆ្នាំមុនធ្លាប់សុំបងភាថត2015ឈោចាំទម្រាំតែដល់វេនភ័យផងអផងព្រោះមិនដែលបានជួបនៅក្រៅបងភាបាទគឺគ្រាន់តែញញឹមបាយក៏ហត់ងាកគេសុំថតទឹកមុខញញឹមជានិច្ចព្រោះបងជាមនុស្សពោពេញទៅដោយក្តីស្រឡាញ់បាទនឹងបាទសំនៀងដល់ពីរោះខ្ញុំតែងតែសរសើរបងស្រីស្ដាប់ចម្រៀងបងស្រីហើយសង្ឃឹមថាថ្ងៃណាមួយបាទបានថតនៅអង្គរវត្តដូចបងហើយសុបិនខ្លាចជាការពិតដោយក្តីគោរពស្រឡាញ់បាទបងស្រីមីសុកសុភាពី fan cute boy មីសុកសុភារី KA កូប្រាក់អញ្ចឹងគាត់បានសរសេរសំណេរចំបងប្អូនណាបាទហើយក៏មានការបាទឲ្យបេះដូង like ទៅលើគាត់ទៅលើគេហទំព័រ Facebook គឺរហូតទៅដល់បាទ 95k comment ជាង880នាក់ហើយ share ជាង293នាក់បងប្អូនណាហើយក្នុងការ comment គឺ comment ច្រើនមែនតើ admin អានមិនអស់ទេបងប្អូនដោយសារច្រើនពេកបាទច្រើនពេកអញ្ចឹងបងប្អូនដែលស្គាល់បាទ idol របស់យើងគាត់បានបញ្ចេញអារម្មណ៍បែបនេះទៅបងស្រីមីសុកសុភាដោយសារតែបាទរឿងរ៉ាវក្នុងជីវិតយើងអ្នកណាក៏ធ្លាប់ឆ្លងកាត់ហើយរឿងអ្វីយើងមិនអាចដឹងជាងខ្លួនម្ចាស់ផ្ទាល់នោះទេដោយពីចាក់ពោថាបងប្អូនណាបាទផ្ទះដៃមកខាងមិនលឺជាងគៀងផ្ទះណាភ្លឺផ្ទះអ្នកនឹងអញ្ចឹងយើងគ្រាន់តែជា fan ក៏ដូចជាអ្នកបាទគោរពស្រឡាញ់ទៅដល់ពួកគាត់បាទយើងអាចមានពាក្យអីបាទលើកទឹកចិត្តក៏ដូចជាមានពាក្យអីដំណោះស្រាយយ៉ាងម៉េចអាច comment នៅខាងក្រោមវីដេអូតាមកាគូហើយយើងមិនអាចវិនិច្ឆ័យបានទេដោយសារតែយើងមិនដឹងរឿងពិតថាដើមហេតុយ៉ាងម៉េចអញ្ចឹងនេះគឺជាសំណេរមួយដែលគាត់ចង់និយាយថាគាត់ការជួបបងភាបាទសូមហៅបងភាគាត់ថាគាត់ចាំឡើងរកបាទតម្រង់ជួលឡើងយូរឡើងរួយជើងតម្រង់បានថតជាមួយបងភាហើយបងភាមានសុខភាពគាត់ហូបបាយបន្តិចគេងាកសុំថតតិចងាកសុំថតហូបបាយមិនសឹងមិនចូលមាត់បងប្អូនណាហើយមិនតែប៉ុណ្ណោះគឺដល់ពេលដែលគេសុំថតគាត់ញញឹមរាក់ទាក់គឺអត់មានថាអូសុំថតច្រើនពេកសុំដល់ចេញចុះអត់ទេគាត់គឺជាមនុស្សដែលរាក់ទាក់បាទកញ្ញាមីសុកសុភានឹងបងសន្ធប់បាទគឺអ្នកនាងមីសុកសុភាហើយគាត់ធ្វើមកគឺធ្វើឲ្យអ្នកដែលស្រឡាញ់គាត់ជាច្រើនបង្ហោះច្រើនមែនទេបងប្អូនណាទាំងតារាជួមកក៏ដូចជាតារាដែលបានស្គាល់ក៏បានបង្ហោះតគ្នាច្រើនពីអារម្មណ៍ដែលធ្លាប់បាទធ្វើការច្រៀងជាមួយនឹងគ្នាថាដឹងពីអត្តចរិតយ៉ាងម៉េចគាត់ក៏ជាមនុស្សល្អចឹងបងប្អូនណាអញ្ចឹងដំណឹងនេះគឺជាដំណឹងថ្មីបងប្អូនបាទយល់ឃើញមតិយោបល់យ៉ាងម៉េចអាច comment នៅខាងក្រោមវីដេអូតាមការគួរដោយសារតែនេះគឺជាដំណឹងថ្មីហើយក៏ជាការលើកទឹកចិត្តដល់ផ្ទាល់សម្រាប់ fan ដែល comment លើកទឹកចិត្តនៅខាងក្រោម caption ជាច្រើនផងដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណជួបគ្នានៅវីដេអូក្រោយ